តោះឥឡូវយើងងាកមកចាប់អារម្មណ៍នៅហេតុការណ៍រឿងរ៉ាវដ៏ចម្លែកជាបន្តទៀតប្រិមិត្តព្រោះរឿងរ៉ាវមួយចំនួនក៏យើងបានដឹងខ្លះមកហើយនៅคลิปវីដេអូមុនអញ្ចឹងណាហើយនៅក្នុងคลิปនេះក៏មិនខុសប្លែកទៅជាមួយនឹងវគ្គមុនដែរសឹងតែជាការបង្ហាញនៅរឿងរ៉ាវដ៏ចម្លែកគាត់ក៏ដូចជាគ្នាគាត់បានជួបស្រ័យនៅតែម្ដងตัวอย่างโดยในក្នុង คลิปវីដេអូនេះផ្ទាល់ពេលនោះមិត្តភ័ក្តិរបស់គាត់កំពុងតែនៅជុំគ្នាសុកសនក៏ស្រាប់តែឮសំឡេងអ្វីមួយយ៉ាងនៅខាងក្រៅមកវិញពេលដែលគាត់ទាញកាមេរ៉ាទូរស័ព្ទនៅថតទៅក៏ស្រាប់តែឃើញនៅលក្ខណៈដូចប្រភេទនៃខ្មោចម៉ាមីនេះគឺអើតកចេញអំពីខាងក្រៅមកមើលពួកគាត់នឹងផ្ទាល់នៅតែម្ដងប្រិមិត្តចឹងវាពិតជារឿងមួយដែលគួរឲ្យអស់សំណោចតិចគួរឲ្យខ្លាចណាតោះឥឡូវយើងមកមើលនៅហេតុការណ៍បន្តមួយទៀតចឹងនៅក្នុងវគ្គនេះគឺចង់សរបញ្ជាក់ក៏ដូចជាការបង្ហាញនៅរឿងរ៉ាវដ៏ចម្លែកមួយដែលក្រុមការងាររបស់គាត់នៅមួយក្រុមបានចូលមកយើងមើលទៅលក្ខណៈដូចជាព្រះវិហារចាស់មួយកន្លែងណាដែលគេបានបោះបង់ចោលឥឡូវនេះគឺសិតសឹងតែជាកជីវមែនតើប្រិមិត្តដែលវាទុំស្នាក់អាស្រ័យនៅតែហើយយើងក៏មិនទាន់ដឹងថានៅពេលបន្តិចទៀតនេះក្រុមពួកគាត់នឹងបានជួបនៅហេតុការណ៍អ្វីនោះទេឥឡូវយើងឲ្យទៅតាមដានទស្សនាទាំងអស់គ្នាថាតើពួកគាត់នៅបានជួបរឿងរ៉ាវដ៏ចម្លែកនិងរឿងរ៉ាវដ៏គួរឲ្យព្រឺព្រួយនិងភ័យខ្លាចយ៉ាងណានោះប្រិមិត្តក៏ដូចជាបងប្អូននៅបានធ្វើឆ្លៃតាមអូ my god វ៉ាវតោះឥឡូវយើងមកមើលសកម្មភាពយឺតប្រិមិត្តពេលដែលគាត់វិញក៏ស្រាប់តែឃើញនៅមនុស្សម្នាក់គឺស្លៀកពាក់កៅអៅពណ៌សសក់លាក់ដល់ត្រឹមស្មានឹងតែម្ដងប្រិមិត្តគឺឈរនៅបឡោះនៃទីមួយកន្លែងធ្វើឲ្យគាត់បានឃើញនៅហេតុការណ៍ដូច្នេះហើយក៏បានចាក់ចេញអំពីទីតាំងក៏ដូចជាកន្លែងដែលគាត់កំពុងតែស្ថិតនៅនឹងតែម្ដងទៅគួរឲ្យព្រឹកនឹងប្រិមិត្ត Oh my god តោះឥឡូវយើងមកមើលនៅហេតុការណ៍បន្តមួយទៀតចឹងនៅក្នុងคลิปនេះគឺស្ត្រីម្នាក់គាត់បានរៀបរាប់នៅហេតុការណ៍រឿងរ៉ាវដ៏ចម្លែកដែលបានកើតមាននៅក្នុងផ្ទះរបស់គាត់នៅបន្តនៅតាមប្រិមិត្តតោះឥឡូវយើងទៅមើលតគ្នាថាតើគាត់នៅបានជួបរឿងរ៉ាវដ៏ចម្លែកយ៉ាងម៉េចអូខេតោះឥឡូវដោយអ្វីដែលបងប្អូនយើងបានឃើញហើយពេលដែលគាត់ចុះមកបន្ទប់ខាងក្រោមនោះក៏ស្រាប់តែឃើញនៅមនុស្សមួយលក្ខណៈដូចជាមនុស្សបន្តិចលក្ខណៈដូចជាខ្មោចបន្តិចគឺវាកាត់នៃមុខចដើគាត់នឹងផ្ទាល់ឡើងតែម្ដងហើយធ្វើឲ្យគាត់តែបានឃើញនៅហេតុការណ៍រឿងរ៉ាវដ៏គួរឲ្យរន្ធត់ដូច្នេះហើយនឹងក៏ស្រែកផ្អើពេញផ្ទះនឹងតែម្ដងប្រិមិត្តនៅពាក់កដាលហើយយប់ណាមិនដឹងតែគាត់មានសាច់ការអ្វីនោះទេបានចុះមកក៏មិនតន់ដល់ខាងក្រោមមកក៏ឃើញមនុស្សម្នាក់នឹងវាចេញមកយ៉ាងស្រស់នឹងតែម្ដងអញ្ចឹងគួរឲ្យខ្លាចដែរប្រិមិត្តជាពិសេសនៅក្នុងពេលរាត្រីណាតោះឥឡូវយើងមកមើលវគ្គថ្មីមួយទៀតប្រិមិត្តចឹងនៅក្នុងវគ្គនេះគឺផ្ដិតចេះអំពីកាមេរ៉ាសុវត្ថិភាពមួយកន្លែងនៅបន្ទប់គេងរបស់គាត់នៅផ្ទាល់ឡើងតែម្ដងមិនបាច់ admin និយាយច្រើនទេឥឡូវបងប្អូនយើងទស្សនាទៅដោយអ្វីដែលបងប្អូនយើងបានឃើញហើយខ្ញុំបានថាពេលខ្លះយើងមិនជឿវាមិនកើតថាយើងជឿទៅប្រកបទៅដោយបញ្ញាដែរអញ្ចឹងណាគាត់ឆ្ងល់ថាបន្ទប់គាត់រាល់តែយប់ហ្នឹងគឺចេះតែមានសភាពខុសប្រក្រតីនៅតែម្ដងប្រិមិត្តហើយគាត់ក៏សម្រេចចិត្តបំពាក់កាមេរ៉ាចោលនៅក្នុងបន្ទប់នៅតែម្ដងដល់ឲ្យយប់ជន់កាន់តែជ្រៅទៅហើយពេលនោះគឺគាត់បានឃើញនៅហេតុការណ៍ស្ដាយស្ដាយនៅតែម្ដងប្រិមិត្តដោយអ្វីដែលបងប្អូនយើងបានឃើញគឺអីគឺនៅសុកសោនោះក៏ស្រាប់តែអាយ៉ែថយក្រោយខ្លួនឯងនៅតែម្ដងហើយអ្វីដែលជារឿងដ៏គួរឲ្យព្រឺខ្វាយជានោះទៅទៀតនោះគឺភួយដែលគាត់កំពុងតែដដប់នោះគឺធ្វើការទាញពីលើខ្លួនរបស់គាត់នឹងចុះមកខាងក្រោមមែនតែម្ដងអញ្ចឹងយើងក៏មិនដឹងថាជាយ៉ាងម៉េចហើយយ៉ាងម៉េចដែរប្រិមិត្តហើយបងប្អូនយើងអ្នកដែលបានជួបហេតុការណ៍រឿងរ៉ាវដ៏ចម្លែកដោយគាត់នេះខ្ញុំជឿថាយល់អារម្មណ៍មួយហ្នឹងព្រោះ admin ក៏ធ្លាប់ដែរប៉ុន្តែមិនមែនជាការធ្លាប់ជួបដោយគាត់នោះទេគាត់ថាជួបសភាពផ្សេងពីគាត់អញ្ចឹងណានិយាយទៅម្នាក់សឹងតែមានរឿងជួបផ្ទាល់ខ្លះមិនជួបផ្ទាល់ខ្លះរៀងខ្លួននៅតែម្ដងអូខេតោះឥឡូវយើងមកកាន់វគ្គបញ្ចប់នៅតែម្ដងអញ្ចឹងនៅក្នុងคลิปនេះគឺបរិះម្នាក់មានរៀងដាំងនេះគឺគាត់ចង់ធ្វើការចែករំលែក
នៅរឿងដ៏ចម្លែកតែម្ដងដែលខ្លួននៅគាត់ផ្ទាល់ហ្នឹងគឺបានជួបប្រទះតោះឥឡូវតើគាត់នឹងបានជួបប្រទះនៅរឿងរ៉ាវដ៏ចម្លែកយ៉ាងម៉េចឥឡូវបងប្អូនយើងនឹងបានឃើញនៅពេលបន្តិចទៀតនៅតែម្ដងឥឡូវគឺគាត់កំពុងតែស្ថិតនៅលើអគារមួយដ៏ខ្ពស់នៅតែម្ដងឬក៏យ៉ាងម៉េចទេប៉ុន្តែអ្វីដែលសំខាន់មើលមិញដូចគាត់ចូលចរាចរណ៍ដូចអត់ដំណើរការយ៉ាងម៉េចក៏គាត់មកផ្លូវកាត់ណាផ្លូវចរាចរណ៍ហើយពេលដែលគាត់ចុះមកដល់ទីតាំងបន្តិចក៏ស្រាប់តែឃើញនៅសភាពឬក៏ថាលក្ខណៈថាអមនុស្សយ៉ាងម៉េចឬក៏ខ្មោចយ៉ាងម៉េចទេគឺនៅអគារនៅជ្រុងនៃចរាចរណ៍តែម្ដងប្រិមិត្តហើយបងប្អូនយើងមើលទៅសភាពនេះគឺថាគួរឲ្យខ្លាចមែនតើនេះ Oh my god ពេលហើយនៅក្នុងរបងពណ៌ក្រហមនោះប្រិមិត្តយើងមើលទៅគឺស្រែកយ៉ាងតែម្ដងប្រិមិត្តលេងចេញមកបែបលក្ខណៈស្រស់អើយប៉ះអេដមីននេះគឺថា license ហីហើយអញ្ចឹងណាសូមអរគុណច្រើនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់បងប្អូនមកតាមដានទស្សនាមានការអធិប្បាយនិងការរៀបចំនៅខ្ញុំបាទនឹងផ្ទាល់ផងដែរខ្ញុំបាទក៏សូមខន្តីអភ័យទោសរាល់នៅកំហុសខុសឆ្គងពីពេចការអធិប្បាយទៅមិនត្រូវទំនងត្រង់ចំណុចណាមួយក៏សូមអធិស្ឋានហើយចុងក្រោយបងប្អូនដែលមិនទាន់បាន Subscribe សូមមេត្តា Subscribe អ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតអរគុណហើយយើងចាំមកជួបគ្នានៅវគ្គក្រោយជាបន្តទៀតបាយបាយ